បាទជំរាបសួរអ្នកទាំងអស់គ្នាដែលរៀនភាសាជប៉ុនជាពិសេសអ្នកទើបចាប់ផ្ដើមរៀនដំបូងណានឹងហើយយើងចង់ចាំចេះច្រើនអញ្ចឹងទៅយើងកត់បែងចែកពាក្យវាណាមួយណារបស់ហូបមួយណារបស់ផឹកមួយណាអីចឹងទៅហ្នឹងហើយឥឡូវយើងចូលមកដល់ kanji នៅក្នុងថ្ងៃនេះគឺមានពាក្យថា sushi ហើយនិង sashimi ហ្នឹងហើយនៅក្នុងចុងវីដេអូនេះផងដែរក៏ខ្ញុំចង់បរៀនបែបត្រួសខ្ញុំអត់លំអិតទេគឺត្រួសថាតើsushi ហើយនិង sashimi នឹងខុសគ្នាមិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងអក្សរ sushi នេះអក្សរ su នេះរៀងពិបាកបន្តិចប៉ុន្តែបើអក្សរ shi នេះវារៀងធូរតិចអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងរៀនពិបាកខ្លះធូរខ្លះអញ្ចឹងទៅជាពិសេសយើងរៀនពិបាកយើងមករៀនធូរស្រាលដល់ពេលអញ្ចឹងទៅវារៀងធូររបស់យើងដែរហ្នឹងហើយយើងរៀនទៅស្រាពិបាកទៅហ្នឹងហើយដល់ពេលមករៀនស្រួលជ័រសតហ្នឹងហើយអញ្ចឹងនេះគឺអក្សរ sashimi ហ្នឹងហើយអញ្ចឹងទាំងអស់គ្នា sushi ហើយនិង sashimi ហ្នឹងតើខុសគ្នាត្រង់ណាយល់ទៅយើងចំណាំមួយចុះខ្ញុំគ្រាន់តែត្រួសទេគឺអក្សរហ្នឹងគឺវាទៅសេបែបហ្នឹងហើយរីឯមុខម្ហូបវិញsushi ហ្នឹងយល់ទៅឲ្យតែមានបាយហើយមានត្រីឆៅឬក៏សាច់អីចឹងណាដាក់លើបាយហ្នឹងអាហ្នឹងគឺ sushi ហ្នឹងហើយរីឯ sashimi គឺយើងដកតាបាយចេញមកវាទៅជា sashimi ហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះអរគុណច្រើន